សងទៅសងមកស្លាប់តែប្រជាជនតើថ្ងៃណាទើបឈានដល់ទីបញ្ចប់ដ្រូនអ៊ុយក្រែនបោះពួយទម្លាក់ខ្លួនបំផ្ទុះរង្គើរុស្ស៊ីផ្ដាច់ជីវិតមនុស្ស13នាក់នៅទីក្រុងនិកនេខាំក្នុងការវាយប្រហារចូលជ្រៅទៅដល់ក្នុងទឹកដីរុស្ស៊ីដែលខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល2ឆ្នាំកន្លងមកនេះទីក្រុងនិកនេខាំដែលស្ថិតនៅក្នុងតំបន់តារ៉ាស្តាន់គឺមានចម្ងាយជាង 1000 គីឡូម៉ែត្រពីភាគខាងកើតទីក្រុងមូស្គូនិងគឺជាទីតាំងដែលរោងចក្រចម្រាញ់ប្រេងថានីកូដ៏ធំបំផុតរបស់រុស្ស៊ីស្ថិតនៅបើយោងតាមវីដេអូដែលចែករំលែកតាមបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញឲ្យឃើញពីផ្សែងហុយយ៉ាងខ្មុះខ្មាញ់ចេញពីតំបន់ខាងលើនៅក្បែរអ្វីដែលទំនងជារចនាសម្ព័ន្ធប៉មនៃរោងចក្រចម្រាញ់ប្រេងការវាយប្រហារនេះគឺកើតឡើងខណៈដែលភាគីទាំងពីរបង្កើនការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមករហូតកើតមានជាសំណួរសួរថាតើពេលណាទើបចប់សង្គ្រាមដែលអូសបន្លាយ75ឆ្នាំកន្លងមកនេះពាក់ព័ន្ធទៅនឹងសំណួរនេះលោកប្រធានាធិបតី Zelensky បានបញ្ជាក់រួចហើយថាឲ្យតែរុស្ស៊ីព្រមប្រគល់ដីមកឲ្យអ៊ុយក្រែនវិញមកគឺចប់ហើយខណៈដែលលោកប្រធានាធិបតីពូទីនក៏បានបញ្ជាក់យ៉ាងច្បាស់រួចហើយដែរថារឿងចប់សង្គ្រាមគឺងាយស្រួលទេឲ្យតែអ៊ុយក្រែនព្រមដកទ័ពចេញពីទឹកដីដែលរុស្ស៊ីវាយដណ្ដើមកាន់កាប់បានទៅគឺចប់ហើយបើមេដឹកនាំទាំងពីរនៅតែនិយាយបែបនេះរៀងៗខ្លួនទោះបីជា100ឆ្នាំទៀតក៏មិនចប់ដែរសង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះឥឡូវដ្រូននិងមីស៊ីលរបស់ភាគីទាំងពីរហោះបុកទម្លុះប្រព័ន្ធការពារដែនអាកាសរៀងៗខ្លួនកាន់តែច្រើនឡើងដែលនេះមានន័យថាតួលេខជនស៊ីវិលដែលស្លាប់ក៏កាន់តែកើនឡើងដែរហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ក៏កាន់តែកើនឡើងដែរអ្វីត្បិតអ៊ុយក្រែនមានលទ្ធភាពតដៃធ្វើឲ្យពូទីនងងឹតមុខវិញក៏ពិតមែនប៉ុន្តែទំហំនៃការសងសឹករបស់រុស្ស៊ីលើអ៊ុយក្រែនវិញគឺមានទំហំធំជាងឆ្ងាយពីការវាយប្រហាររបស់អ៊ុយក្រែនលើរុស្ស៊ីក្នុងនោះខែកក្កដាគឺជាខែដែលជនជាតិស៊ីវិលអ៊ុយក្រែនបាត់បង់ជីវិតច្រើនបំផុតបើគិតចាប់តាំងពីខែមេសាឆ្នាំ2022មកគ្រាន់តែ6ខែដំបូងនៃឆ្នាំនេះគឺមានពលរដ្ឋអ៊ុយក្រែន1396នាក់ទៅហើយបានបាត់បង់ជីវិតនិង7978នាក់បានរងរបួសពលគឺកើនឡើងច្រើនពីតួលេខក្នុងរយៈពេលដូចគ្នាបើធៀបទៅនឹងឆ្នាំ2024និងឆ្នាំ2025សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចូលដល់ឆ្នាំទី5នេះគេសង្កេតឃើញអ៊ុយក្រែនមានសមត្ថភាពនៃការវាយចូលជ្រៅខាងក្នុងទឹកដីរបស់រុស្ស៊ីដោយការប្រើប្រាស់អាវុធអេឡិចត្រូនិកឬគេហៅថាយន្តហោះគ្មានមនុស្សបើកគេហៅម្យ៉ាងទៀតថាយន្តហោះដ្រូនដែលវាពំក្របបែកទៅទម្លាក់ដល់គោលដៅជ្រៅក្នុងទឹកដីរបស់រុស្ស៊ីសេចក្តីរាយការណ៍មួយបានឲ្យដឹងថាការវាយប្រហារចូលតំបន់ជ្រៅបំផុតនៃទឹកដីរបស់រុស្ស៊ីកាលពីថ្ងៃទី9សីហានេះបណ្ដាលឲ្យប្រជាជនរុស្ស៊ីស្លាប់ជាង10នាក់ប៉ុន្តែជាមួយគ្នានេះដ្រូនរបស់អ៊ុយក្រែនហោះទៅវាយប្រហារចំរោងចក្រដ៏ធំមួយក្នុងចម្ងាយដីជាង800ម៉ាយឬជាង1000គីឡូម៉ែត្រក្នុងស្ថានភាពនេះដែលអ៊ុយក្រែនបាញ់ភាគច្រើនចំទីតាំងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនាំឲ្យរុស្ស៊ីធ្លាក់ចុះបរិមាណផលិតប្រេងសម្រាប់គ្រប់គ្រងក្នុងប្រទេសនិងមិនអាចលក់ចេញទៅក្រៅប្រទេសបាននោះទេក្រៅពីនោះការធ្វើឲ្យរុស្ស៊ីជួបវិបត្តិប្រេងនិងការបម្រើសង្គ្រាមរបស់ខ្លួនទៀតផងអ្វីដែលសំខាន់លើកនេះសង្គ្រាមដ្រូនរបស់អ៊ុយក្រែនបានផ្ដាច់ផ្ដល់ជីវិតប្រជាជនរុស្ស៊ីថ្កោលទោសចំពោះអ៊ុយក្រែនដែលសម្ដៅវាយប្រហារទៅលើជនស៊ីវិលប៉ុន្តែយ៉ាងណាក៏ដោយការវាយប្រហារដោយសង្គ្រាមដ្រូនវាយបកវិញរបស់រុស្ស៊ីក៏មានភាពខ្លាំងផងដែររុស្ស៊ីបាញ់ទាំងវងដ្រូននិងមីស៊ីបាឡីស្ទិកចូលរដ្ឋធានីគីវដែលមានភាពសាហាវជាងអ៊ុយក្រែនទៅទៀតគេថាអ៊ុយក្រែនព្យាយាមបាញ់តែទៅលើទីតាំងយុទ្ធសាស្ត្រយោធារបស់រុស្ស៊ីនិងទីតាំងដង្ហើមសេដ្ឋកិច្ចរបស់រុស្ស៊ីប៉ុន្តែរុស្ស៊ីបើកការវាយប្រហារភាគច្រើនតែទៅលើប្រជាជនអ៊ុយក្រែនស្លាប់និងរបួសជាច្រើនរយនាក់ឥឡូវនេះសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនខ្លាយទៅជាតុល្យភាពនៃសង្គ្រាមផ្លូវអាកាសជាមួយគ្នានេះលោក Volodymyr Zelensky ថ្លែងថាទោះជាយ៉ាងនេះក្តី
បារុស៊ីកំពុងតែជួបវិបត្តិនៃការប្រប្រាស់ព្រីងនៅក្នុងស្រុកគុតគង់សង្គ្រាមក៏រុស្ស៊ីមិនព្រមផ្ដល់សន្តិភាពទៅឲ្យអ៊ុយក្រែននោះទេខាងក្រុមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតនៅក្រុម Seven Info ដែលមានដូចតទៅនេះអ៊ុយក្រែនបើកការវាយប្រហារយ៉ាងសាហាវចូលក្នុងទឹកដីរុស្ស៊ីសម្រាប់មនុស្ស13នាក់ការវាយប្រហារដោយយន្តហោះឥតមនុស្សបាករបស់អ៊ុយក្រែនបានបំផ្លាញរោងចក្រចម្រាញ់ប្រេងដ៏ធំរបស់រុស្ស៊ីហើយបានបណ្ដាលឲ្យប្រជាជនរុស្ស៊ីស្លាប់13នាក់ភ្លាមៗនេះជាការវាយប្រហារដ៏សាហាវបំផុតដែលក្រុងគីវធ្វើឡើងក្នុងសង្គ្រាមរយៈពេល4ឆ្នាំកន្លះមកនេះទៅលើរុស្ស៊ីវិញកុមារម្នាក់ត្រូវបានគេដឹងថាក្លាយទៅជាជនរងគ្រោះក្នុងចំណោម39នាក់ទៀតរងរបួសដោយការវាយប្រហារដោយអ៊ុយក្រែនទៅកាន់ទីក្រុងនីសនៃកាមក្នុងតំបន់តាតារីស្ថានរបស់រុស្ស៊ីអភិបាលទីក្រុងនេះគឺលោករ៉ាឌីបែយ៉ាយ៉ែវបានប្រកាសនៅថ្ងៃទី10សីហាយ៉ាងដូចនេះរោងចក្រប្រេងនៅក្នុងតំបន់ដែលគេស្គាល់ថាជារោងចក្រដ៏មានបច្ចេកទេសខ្ពស់បំផុតរបស់រុស្ស៊ីស្ថិតនៅចម្ងាយឆ្ងាយណាស់បើតាមប្រភពព័ត៌មានរដ្ឋគឺដល់ទៅ800ម៉ាល់ឯណោះពីទឹកដីរបស់អ៊ុយក្រែនតែអ៊ុយក្រែនអាចបើកការវាយប្រហារលើរោងចក្រនេះយ៉ាងសោះហើយការវាយប្រហារនេះជាការវាយប្រហារដ៏ធំបំផុតមួយធ្វើឲ្យវិស័យប្រេងឥន្ធនៈនៅក្នុងទឹកដីរុស្ស៊ីកាន់តែរងគ្រោះបំផ្លាញសមត្ថភាពនៅក្នុងការចម្រាញ់ប្រេងរបស់ប្រទេសហើយធ្វើឲ្យប្រជាជនរុស្ស៊ីមិនអាចមានអារម្មណ៍ស្ងប់ស្ងាត់បានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមានប្រសាសន៍ថាយុទ្ធនាការនេះបង្ខំឲ្យលោកពូទីនមករកតុចរចានិងបញ្ឈប់ការវាយប្រហារមកលើអ៊ុយក្រែនគឺឈ្លានពានអ៊ុយក្រែននោះនីស្នេកាមស្ថិតនៅចម្ងាយ1200គីឡូម៉ែត្រភាគខាងកើតនៃទឹកដីអ៊ុយក្រែនមានប្រជាជន 240,000 នាក់រស់នៅទីក្រុងនេះគឺជាមជ្ឈមណ្ឌលកែច្នៃប្រេងដ៏សំខាន់មានរោងចក្របំលែងប្រេង2និងរោងចក្រពេត្រូគីមី1រោងចក្រប្រេងមានឈ្មោះថា Tenneco របស់ក្រុមហ៊ុន Tatneft ហើយត្រូវបានអ៊ុយក្រែនវាយប្រហារនៅដើមខែមិថុនាមួយដងដែលរោងចក្រនេះចម្រាញ់ប្រេងដល់7លានតោនក្នុងឆ្នាំ2024ផលិតប្រេងឥន្ធនៈ 2.7 លានតោននិងប្រេងឌីស៊ីល 8.5 លានតោនយន្តហោះឥតមនុស្សបើចម្ងាយឆ្ងាយអ៊ុយក្រែនបានអភិវឌ្ឍនៅក្នុងស្រុកតែម្ដងហើយយន្តហោះនេះអាចហោះបានជាងដល់ទៅ 2000 គីឡូម៉ែត្រឯណោះពីព្រំដែនរបស់ប្រទេសលោក Zelensky បានបង្ហោះក្នុងបណ្ដាញសង្គមថាយើងផ្ដល់ចម្លើយដែលមានហេតុផលពេញលេញលើការវាយប្រហាររបស់រុស្ស៊ីមកកាន់យើងសង្គ្រាមរបស់រុស្ស៊ីនឹងមានឥទ្ធិពលច្រើនជាងនេះទៅទៀតនៅលំនៅឋានរបស់ពួកគេតែម្ដងលោកបានដាក់ការព្រមានយ៉ាងដូចនេះលោកថាមូលហេតុតែមួយគត់នោះដែរគឺរុស្ស៊ីមិនចង់បញ្ចប់សង្គ្រាមនេះនោះទេអភិបាលតាតារីស្ថានលោករូស្តាំមីនីខានៅបានប្រកាសបង្ហាញពីភាពសោកសៅបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលោកថាព្រឹកនេះសាធារណរដ្ឋរងនឹងការវាយប្រហារយ៉ាងសាហាវម្ដងទៀតដោយយន្តហោះគ្មានមនុស្សបើករបស់សត្រូវការវាយប្រហារធំមួយកំពុងបន្តនៅទីក្រុងនីសនៃកាមអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រប្រេងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្នុងយុទ្ធនាការដែលបណ្ដាលឲ្យមានការខ្វះខាតប្រេងឥន្ធនៈនៅតំបន់ទោះបីជាអាជ្ញាធរបានលើកឡើងអំពីបញ្ហាដំបូងភាគច្រើនថាបានដោះស្រាយរួចទៅហើយក៏ដោយក្តីចំណែកនៅស៊ីមហ្វេរ៉ូប៉ូលនៅគ្រីមៀថាមពលអគ្គិសនីមិនអាចមានការប្រើប្រាស់បាននៅដោយកន្លែងដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះតែម្ដងហើយមេបញ្ជាការដែលដឹកនាំសង្គ្រាមយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានមានប្រសាសន៍ថាការវាយប្រហារថ្មីៗរបស់ប្រទេសអ៊ុយក្រែនទៅកាន់គ្រីមៀគឺគ្រាន់តែជាដំណាក់កាលដំបូងនៃយុទ្ធនាការដែលធ្វើឲ្យឧបទ្វីបមួយនេះមិនអាចប្រើជាទីតាំងសម្រាប់កងទ័ពរុស្ស៊ីតទៅទៀតបានលោក Robert Magyar-Prawdy ដែលជាអ្នកបញ្ជាការដ៏ល្បីល្បាញរបស់អ៊ុយក្រែននៅក្នុងពេលនេះជាទាហានចំនួនថ្មីបានលើកឡើងថាកងទ័ពរបស់លោកអាចវាយប្រហារគោលដៅយោធាបានច្រើនជាង7ដងនៅគ្រីមៀលោកថាគ្រីមៀគឺជាផ្នែកដ៏សំខាន់មួយលើផ្លូវបញ្ចប់សង្គ្រាមការប្រយុទ្ធរបស់អ៊ុយក្រែននៅលើទឹកដីគ្រីមៀបានបង្កឲ្យមានការខូចខាតលើការវាយប្រហារស្ពានរថភ្លើងឃ្លាំងប្រេងហេដ្ឋារចនាសម្ព័ន្ធថាមពលធ្វើឲ្យរំខានដល់ខ្សែផ្គត់ផ្គង់ហើយនឹងធ្វើឲ្យយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមិនអាចបើកចេញពីទីនោះវាយប្រហារមកកាន់អ៊ុយក្រែននោះទេប្រៅឌីថាកងទ័ពរបស់លោកមានឧបករណ៍ 14% នៃអ្វីដែលពួកគេប្រើប្រាស់ជាយុទ្ធនាការដាក់ឲ្យប្រើប្រាស់ពីសមត្ថភាពសម្រាប់វាយប្រហារលើគ្រីមៀថែមជាងនេះលោកប្រៅឌីបាននិយាយថាអ៊ុយក្រែនក៏បានវាយប្រហារទៅកាន់ Valbary ដែលជាទីផ្សារអនឡាញដ៏ធំបំផុតរបស់រុស្ស៊ី Valbary លោកថាគឺជាវេទិកាផ្គត់ផ្គង់អនឡាញមួយប៉ុន្តែវាត្រូវបានប្រើប្រាស់សម្រាប់កងទ័ពរុស្ស៊ីតែវាមានក្រុមឡើងបានបដិសេធត្រង់ចំណុចនេះថារោងចក្រនេះមិនបានផ្គត់ផ្គង់សម្ភារៈទៅកាន់រុស្ស៊ីនោះទេហើយបានចោទប្រកាន់អ៊ុយក្រែនថាបានវាយប្រហារមកលើគោលដៅស៊ីវិលតែប៉ុណ្ណោះតែជាមួយគ្នានេះប្រៅឌីក៏បាននិយាយថាការវាយប្រហារទៅកាន់ Valbary គឺមានគោលបំណងធ្វើឲ្យប្រជាជនរុស្ស៊ីក៏មានអារម្មណ៍ថាសង្គ្រាមប៉ះពាល់ផ្ទាល់ដល់ពួកគេហើយសង្ឃឹមថាការចង់បញ្ចប់សង្គ្រាមអាចប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ីទៀតតែយ៉ាងណា Robert Magyar-Prawdy ក៏មានការព្រួយបារម្ភមួយចំនួនដែរដូចជាការបញ្ជាក់ថារុស្ស៊ីកំពុងតែស្វែងរកវិធីនៅក្នុងការប្រើប្រាស់មីស៊ីលប៉ាឡេស្ទិកស្រោចមកលើអ៊ុយក្រែនប្រមាណជា200គ្រាប់ AP បានរាយការណ៍ថាលោក Prawdy បានយល់ឃើញថារុស្ស៊ីអាចបាញ់មីស៊ីលប៉ាឡេស្ទិក77គ្រាប់ក្នុងពេលតែមួយហើយចំនួននៃការបាញ់មីស៊ីលប៉ាឡេស្ទិក
ballistic របស់រុស្ស៊ីបានកើនមានឡើងច្រើនដងក្នុងពេលនេះគឺ40ដងនៅក្នុងការវាយប្រហារនៅថ្ងៃទី19កក្កដាកន្លងទៅក្រុមក្រសួងការពារជាតិរបស់អ៊ុយក្រែនបានដឹងថាកងទ័ពការពារយន្តហោះបានចាប់បានមីស៊ីប៉ាឡេស្ទិកចំនួន29គ្រាប់ក្នុងចំណោម195គ្រាប់ដែលរុស្ស៊ីបានបាញ់លើអ៊ុយក្រែននៅក្នុងខែកក្កដាប្រៅឌីថាបើពួកគេអាចធ្វើបានពាក់កណ្ដាលនៃចំនួននេះនោះចំនួនដ៏ច្រើននឹងហោះមកកាន់យើងលោកប្រៅឌីក៏បាននិយាយថាសម្រាប់វិធីសាស្ត្រតែមួយគត់នៅក្នុងការកាត់បន្ថយការវាយប្រហារយ៉ាងច្រើនសន្ធឹកមកលើអ៊ុយក្រែនក្នុងពេលតែមួយគឺយើងវាយប្រហារទៅកាន់គ្រប់ស្ថាប័នរបស់រុស្ស៊ីដែលពាក់ព័ន្ធជាមួយនឹងការផលិតមីស៊ីលទាំងនោះលោកប្រៅឌីក៏បញ្ជាក់ថាសារៈសំខាន់នៃការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនត្រូវតែធ្វើឡើងនៅក្នុងពេលនេះតែលោកប្រៅឌីក៏គូបញ្ជាក់ពីចំណុចខ្សោយមួយគឺការខ្វះនៅមីស៊ីចាប់ Patriot នៅក្នុងការចាប់ប្រភេទមីស៊ី Ballistic របស់រុស្ស៊ីនេះហើយវាគឺជាចំណុចខ្សោយដ៏ធំមួយនៅក្នុងការការពារអ៊ុយក្រែនតែម្ដងលោកបានពិពណ៌នាថាមីស៊ីជាច្រើនដែលរុស្ស៊ីបាញ់ចេញនៅក្នុងការវាយប្រហារធំៗគឺអាចឆ្លងកាត់និងប៉ះគោលដៅបានរុស្ស៊ីកំពុងតែព្យាយាមប្រឆាំងនឹងអធិបតេយ្យរបស់អ៊ុយក្រែនដោយព្យាយាមរំខានសញ្ញានៃវិសាលភាពនៃការប្រើប្រាស់ទំនាក់ទំនង Starlink ទៀតផងជាការសង្កត់ធ្ងន់របស់លោកប្រៅឌីត្រង់ចំណុចនេះថារុស្ស៊ីកំពុងតែអភិវឌ្ឍនៅប្រព័ន្ធទំនាក់ទំនងផ្កាយរណបផ្ទាល់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹង Starlink ហើយលោកនិយាយថាវាជាហានិភ័យរបស់ពិភពលោកទាំងមូលតែម្ដងនៅពេលដែលរបបផ្ដាច់ការចូលដំណើរការព័ត៌មានទូទាំងពិភពលោកគេបានដឹងថារុស្ស៊ីបានព្យាយាមអភិវឌ្ឍនៅប្រព័ន្ធជំនួស Starlink ជាយូរណាស់មកហើយក៏ចាប់តាំងតែពីសង្គ្រាមចាប់ផ្ដើមមកម្លេះអ៊ុយក្រែនបានប្រើប្រាស់នៅ Starlink ដោយមិនមានអាជ្ញាប័ណ្ណហើយដោយមានការសម្របសម្រួលពីក្រុមហ៊ុន SpaceX និងការស្វែងរកកិច្ចសហការនេះពីរដ្ឋមន្ត្រីការពារជាតិមុនរបស់អ៊ុយក្រែនមីក្លូ Fodorov ពីសហរដ្ឋអាមេរិកឯរុស្ស៊ីវិញកំពុងតែបង្កើតនៅប្រព័ន្ធរារាំង Starlink ដែលមានឈ្មោះថា Euro 1440ជាបណ្ដាញផ្កាយរណបល្បឿនទាបសម្រាប់ orbit ផែនដីដើម្បីផ្ដល់ការតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនហើយរុស្ស៊ីប្រើគម្រោងនេះចាប់ផ្ដើមប្រតិបត្តិការជាវិជីវកម្មនៅក្នុងឆ្នាំ2027គណៈមន្ត្រីអ៊ុយក្រែនបានព្រមានថាវាត្រូវបានយកមកប្រើប្រាស់ដោយក្រុមយោធាក្នុងទំនាក់ទំនងយន្តហោះគ្មានមនុស្សបើកចំណុចនៃការវាយប្រហារចូលយ៉ាងជ្រៅរបស់អ៊ុយក្រែនក្នុងទឹកដីរុស្ស៊ីស្ថិតនៅក្នុងស្ថានភាពនៃការពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ថាតើរុស្ស៊ីអាចនឹងប្រើប្រាស់នូមីស៊ីប៉ាឡេស្ទិកច្រើនសន្ធឹកដោយលោកប្រៅឌីបានដាក់ការព្រួយបារម្ភនិងការពារទុកជាមុនដែរឬយ៉ាងណាខណៈដែលរុស្ស៊ីកំពុងតែប្រើប្រាស់វិធានការនៅក្នុងការទប់ស្កាត់តាមរយៈសង្គ្រាមបច្ចេកវិទ្យាអ៊ីនធឺណិតទៀតផងនោះ